មនុស្សពីរនាក់ភ្ញាក់ពីគេងនៅព្រឹកដូចគ្នាម្នាក់និយាយថាអូយថ្ងៃនេះខ្ញុំត្រូវទៅប្រជុំទៀតហើយធុញនឹងការប្រជុំនឹងដល់ហើយម្នាក់ទៀតគាត់និយាយថាថ្ងៃនេះខ្ញុំនឹងរកវិធីដើម្បីធ្វើម៉េចឲ្យនៅក្នុងអង្គប្រជុំកាន់តែប្រសើរពិភពលោកដូចគ្នាឱកាសដូចគ្នាប៉ុន្តែលទ្ធផលខុសគ្នាខ្លាំងហេតុអីព្រោះអ្វីៗទាំងអស់ចាប់ផ្ដើមពីការគិត David គាត់តែងតែមានអារម្មណ៍នឿយហត់គាត់នឿយហត់ជាមួយនឹងជីវិតដែលមិនមានអ្វីផ្លាស់ប្ដូរការងារដដែលប្រាក់ខែមិនឡើងបញ្ហាក៏មកជារឿយៗគាត់និយាយថាជីវិតមិនយុត្តិធម៌ទេអ្នកផ្សេងគឺដោយសារតែគេមានខ្សែទើបគេធ្វើបានល្អអញ្ចឹងគាត់គ្រាន់តែជាមនុស្សអ្នកដែលគ្មានសំណាងនៅក្នុងចិត្តរបស់គាត់ជឿថាជីវិតគាត់មិនអាចផ្លាស់ប្ដូរបានទេការបរាជ័យរាល់ដងវាគឺជាភ័ស្តុតាងសម្រាប់គាត់ច្បាស់ណាស់ហើយបញ្ហាគ្រប់យ៉ាងបានបង្កើតទៅជាលេសចុងក្រោយគឺគាត់បោះបង់គាត់អត់មានការព្យាយាមយប់មួយបន្ទាប់ពីពេលដែលគាត់មានថ្ងៃដែលលំបាកគាត់ហត់នៅកន្លែងធ្វើការខ្លាំងមែនទែនគាត់ក៏អង្គុយម្នាក់ឯងគាត់ scroll ទូរស័ព្ទរបស់គាត់ហើយគាត់ក៏ប្រៀបធៀបជីវិតខ្លួនឯងជាមួយនឹងជីវិតអ្នកដទៃពេលដែលគាត់កំពុងតែអស់មើលទូរស័ព្ទហ្នឹងស្រាប់តែគាត់ឃើញគេបង្ហោះពីរឿងមួយសរសេរថាជីវិតអ្នកនឹងផ្លាស់ប្ដូរនៅពេលដែលអ្នកមានទំនួលខុសត្រូវលើវាពេលដែលគាត់ឃើញឃ្លាហ្នឹងហើយគាត់រៀងស្រឡាំងកាំងគាត់ក៏ឈប់មកផ្លែតហើយគាត់ក៏ចាប់ដើមសួរខ្លួនឯងថាហើយក៏វាជាលើកដំបូងដែលគាត់មានសំណួរនេះទៅកាន់ខ្លួនឯងដូចគ្នាគាត់សួរថាចុះបើរឿងទាំងអស់ហ្នឹងមិនមែនដោយសារតែប្រេងវាសនាប៉ុន្តែគឺដោយសារតែខ្ញុំទៅវិញអញ្ចឹងសំណួរនោះគឺជាសំណួរមួយដែលធ្វើឲ្យគាត់ញាក់ព្រឺតតែម្ដងនៅព្រឹកថ្ងៃបន្ទាប់បរិយាកាសខាងក្រៅរក្សាដដែលប៉ុន្តែមានអ្វីមួយបានផ្លាស់ប្ដូរជំនួសឲ្យការត្អូញត្អែគាត់បានសួរខ្លួនឯងថាតើថ្ងៃនេះខ្ញុំអាចធ្វើអ្វីដែលល្អជាងមុនគាត់ក៏ចាប់ដើមពីរឿងតូចញាក់ពីព្រលឹមគាត់ចាប់ដើមអានសៀវភៅរៀនជំនាញថ្មីហើយគាត់ឈប់បន្ទោសអ្នកដទៃទៀតហើយនៅពេលដែលគាត់ចាប់ដើមវាអត់ងាយស្រួលទេគំនិតចាស់គឺនៅតែត្រឡប់មកវិញដដែលការសង្ស័យភាពភ័យខ្លាចភាពខ្ជិលច្រអូសហើយនឹងលេសប៉ុន្តែលើកនេះគឺគាត់ព្យាយាមអត់ស្ដាប់ទៅនឹងលេសរបស់គាត់ទៀតទេរាល់ថ្ងៃគាត់คล้ายជាមនុស្សម្នាក់ដែលរីកចម្រើនជាងមុនអស់រយៈពេលប្រហែលខែក្រោយឱកាសមិនមែនមកដោយចៃដន្យទេប៉ុន្តែគាត់ជាអ្នកបង្កើតឱកាសជំនាញថ្មីដែលគាត់រៀនវាបានបង្កើតជាឱកាសថ្មីគំនិតថ្មីបង្កើតជាទំនុកចិត្តថ្មីមនុស្សចាប់ដើមសង្កេតគាត់មិនមែនព្រោះតែសំណាងទេប៉ុន្តែព្រោះតែគាត់បានផ្លាស់ប្ដូរ David គាត់មិនផ្លាស់ប្ដូរខ្លួនឯងត្រឹមតែរយៈពេលមួយថ្ងៃទេអ្វីដែលគាត់ចាប់ដើមគឺគំនិតហើយការផ្លាស់ប្ដូរគំនិតនេះហើយគឺជាការដែលចាប់ដើមនៅថ្ងៃថ្មីសម្រាប់គាត់យើងត្រូវចងចាំថាបើសិនជាយើងចង់បានជីវិតមួយដែលថ្មីយើងអត់អាចធ្វើរឿងដដែលបានហើយអ្វីទាំងអស់គឺចាប់ដើមពីគំនិតដែលយើងហៅថាជាការគិតវិជ្ជមាន